សួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel I Talk English សាជាថ្មីហើយថ្ងៃនេះខ្ញុំមានមេរៀនថ្មីសម្រាប់អ្នកទាំងអស់គ្នាបាទនៅក្នុងមេរៀននេះអ្នកទាំងអស់គ្នានឹងរៀនអំពីប្រយោគជាភាសាអង់គ្លេសមួយចំនួនដែលអ្នកទាំងអស់គ្នាអាចប្រើបាននៅហាងកាហ្វេអូខេតោះយ៉ាងកុំឲ្យខាតពេលយូរយើងចូលទៅមេរៀនទាំងអស់គ្នាបាទសម្រាប់ប្រយោគទី1ពេលដែលយើងទៅដល់ហាងកាហ្វេហ្នឹងយើងភាគច្រើនសួរថាអ្នកមានតុទំនេរទេបាទអ្នកមានតុទំនេរទេអញ្ចឹងភាសាអង់គ្លេសយើងនិយាយថា Do you have any available tables Do you have any available tables បាទអញ្ចឹងពាក្យតុហ្នឹងយើងស្គាល់ហើយគឺ table ហើយពាក្យទំនេរអាចប្រើបានជាមួយ available ឬក៏ free បាទដែលយើងហៅថាទំនេរណាបាទអូខេអញ្ចឹងម្ដងទៀត Do you have any available tables ពាក្យមួយទៀតយើងសួររកតុសម្រាប់2នាក់បាទយើងទៅ3នាក់យើងសួរ3នាក់2នាក់យើងសួរ2នាក់អញ្ចឹងទៅអញ្ចឹងភាសាខ្មែរយើងថាអ្នកមានតុសម្រាប់2នាក់ទេអ្នកមានតុសម្រាប់2នាក់ទេភាសាអង់គ្លេសគេនិយាយថា Do you have a table for two Do you have a table for two បាទ two កន្លែងនេះគឺវាមកពីពាក្យ two people ប៉ុន្តែភាសាអង់គ្លេសមិនចាំបាច់ដាក់ទេយើងនិយាយតែប៉ុណ្្នឹងទៅគេយល់ហើយ Do you have a table for two បាទខ្ញុំអាចមើលមីនុយបានទេអញ្ចឹងពេលយើងចង់សុំគេមើលមីនុយយើងអាចប្រើប្រយោគផ្សេងហើយនៅក្នុងនេះខ្ញុំសរសេរថាខ្ញុំអាចមើលមីនុយបានទេអញ្ចឹងភាសាអង់គ្លេសយើងហៅថា Can I see the menu Can I see the menu បាទពាក្យ see ហ្នឹងយើងស្គាល់ហើយយើងថាឃើញឬក៏ពេលខ្លះយើងអាចប្រើវាមើលបានដែរដូចកន្លែងនេះយើងអត់ដែរនិយាយថាខ្ញុំអាចឃើញមីនុយបានទេបាទអញ្ចឹងយើងប្រើមើលដល់តែអង់គ្លេសគេប្រើ see បាទហើយពាក្យមីនុយបាទអង់គ្លេសយើងហៅថា menu មីនុយ Can I see the menu បាទប្រយោគមួយទៀតតាក់ទងនឹងមីនុយដែរបើយើងប្រើផ្សេងដូចថាអ្នកមានមីនុយទេបាទអ្នកមានមីនុយទេអញ្ចឹងភាសាអង់គ្លេសយើងប្រើ do វិញ Do you have the menu Do you have the menu បាទអ្នកមានមីនុយទេមួយទៀតយើងសុំការណែនាំបាទចង់ដឹងថាកន្លែងនឹងមានម្ហូបអីពិសេសប្រចាំហាងខ្លះយើងអាចប្រើថាអ្នកមានអីណែនាំទេឬក៏អ្នកមានម្ហូបអីណែនាំទេអញ្ចឹងភាសាអង់គ្លេសយើងប្រើពាក្យ recommendation អាហ្នឹងយើងហៅថាការណែនាំបាទ recommendation អញ្ចឹងភាសាអង់គ្លេសយើងប្រើថា Do you have any recommendation Do you have any recommendation អ្នកមានអីណែនាំទេបាទមួយទៀតយើងសួរថាមានអីឆ្ងាញ់នៅនេះហ្នឹងហើយភាគច្រើនខ្ញុំចូលចិត្តសួរអញ្ចឹងដែរមានអីឆ្ងាញ់អញ្ចឹងភាសាអង់គ្លេសគេថា Is there any delicious food here Is there any delicious food here បាទអញ្ចឹង is there ហ្នឹងវាមកពីពាក្យ there is there are ហ្នឹងវាហៅថាមានបាទមានម្ហូបឆ្ងាញ់ delicious food បាទឆ្ងាញ់ហ្នឹងគឺ delicious ហើយទីនេះហ្នឹងគឺ here ហើយអញ្ចឹងភាសាខ្មែរយើងអាចប្រើវានៅខាងមុខទីនេះក៏បាននៅខាងក្រោយក៏បានណាអូខេអញ្ចឹងវាម្ដងទៀតយើងថា is there any delicious food here មួយទៀតអ្នកខ្លះក៏អត់ញ៉ាំសាច់ក៏ចង់ហៅម្ហូបបួសបាទម្ហូបបួសភាសាអង់គ្លេសយើងហៅថា vegetarian food vegetarian food មានន័យថាម្ហូបបួសណាម្ហូបអត់សាច់អញ្ចឹងយើងចង់សួរថាទីនេះមានម្ហូបបួសទេអង់គ្លេសគេថា is there any vegetarian food here បាទដោយអាមិញដែរ is there any vegetarian food here ទីនេះមានម្ហូបបួសទេបាទព្រោះបរទេសភាគច្រើនគាត់ញ៉ាំបួសហ្នឹងហើយគាត់អត់ញ៉ាំសាច់ទេតាំងពីក្មេងអាយុប្រហែលហ្នឹងគាត់ចាប់ផ្ដើមអត់ញ៉ាំសាច់ហើយបាទដោយសារគាត់មានហេតុផលរបស់គាត់ផ្សេងគ្នាអញ្ចឹងណាបាទតែខ្មែរយើងភាគច្រើនយើងញ៉ាំសាច់ច្រើន
ok sentence បន្ទាប់អាណាឥឡូវនេះយើងចង់កំងកាហ្វេបាទអញ្ចឹងយើងដឹងហើយពេលយើងកំងកាហ្វេយើងអាចថាខ្ញុំយកកាហ្វេខ្មៅមួយខ្ញុំសុំកាហ្វេខ្មៅមួយសម្រាប់ខ្មែរយើងបាទយើងច្រើនអញ្ចឹងបាទអញ្ចឹងអង់គ្លេសដូចគ្នាគេអាចប្រើបានច្រើនប៉ុន្តែកន្លែងនេះខ្ញុំប្រើពាក្យ take បាទយកណាយកបាទអញ្ចឹងគេប្រើដូចយើងអញ្ចឹង take យកអញ្ចឹងយើងហៅអង់គ្លេសយើងនិយាយថា I take a black coffee ខ្ញុំយកកាហ្វេខ្មៅមួយ I'll take a black coffee បាទ black coffee គឺកាហ្វេខ្មៅណាកាហ្វេខ្មៅមួយទៀតយើងចង់យកកាហ្វេខ្មៅប៉ុន្តែយើងចង់បានកែវតូចហ្នឹងហើយកន្លែងខ្លះគេមានកែវ3សាយណោះមានតូចមានធំមានកណ្ដាលអញ្ចឹងទៅអញ្ចឹងឥឡូវយើងរៀនអានឹងទាំងអស់នៅក្នុងនេះបាទអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាចង់និយាយថាខ្ញុំយកកាហ្វេខ្មៅមួយឬក៏កាហ្វេអីផ្សេងក៏បានដែរហើយយើងកំងថាកែវតូចបាទតូចយើងស្គាល់ហើយយើងហៅថា small អញ្ចឹងនៅក្នុងប្រយោគអង់គ្លេសយើងថា I'll take a small black coffee I'll take a small black coffee បាទគឺភាសាអង់គ្លេសវាប្រើផ្ទុយពីយើងឯងបាទយើងថាយើងយកកាហ្វេខ្មៅមួយកែវតូចបាទអញ្ចឹងបើយើង follow ជាភាសាអង់គ្លេសយើងថា I'll take coffee black and small ប៉ុន្តែភាសាអង់គ្លេសអត់ទេវាប្រើបច្រាស់វិញវាថា I take a small black coffee អញ្ចឹងពេលយើងបកប្រែយើងបកប្រែពី coffee មុនកាហ្វេខ្មៅតូចចឹងទៅហើយអាមួយហ្នឹងគឺសម្រាប់អាពាក្យ A ហ្នឹងហើយបាទ I take a small black coffee បាទហើយបើយើងចង់បានកែវធំវិញយើងគ្រាន់តែបដូរពី small ហ្នឹងទៅពាក្យ large បាទឬក៏ big ហ្នឹងក៏បានដែរបាទប៉ុន្តែភាគច្រើនគេប្រើ large ណា large black coffee កាហ្វេខ្មៅកែវធំហ្នឹងហើយហើយកន្លែងខ្លះគេមានអា medium size ទៅទៀតបាទកន្លែងខ្លះភាគច្រើនហ្នឹងមានតែ2 size ទេ size តូច size ធំចឹងទៅដល់មាន medium មួយទៀតបាទហ្នឹងយើងហៅថាកណ្ដាលពាក្យថា medium ហ្នឹងណាបាទកែវកណ្ដាលបាទខ្ញុំយកកាហ្វេខ្មៅមួយកែវកណ្ដាល I take a medium black coffee បាទអានេះយើងចង់ខ្ចប់អីមួយបាទខ្ចប់កាហ្វេក៏បានខ្ចប់អីក៏បានចាឥឡូវឧទាហរណ៍ថាខ្ញុំយកកាហ្វេខ្មៅមួយខ្ចប់បាទខ្ញុំយកកាហ្វេខ្មៅមួយខ្ចប់អញ្ចឹងអង់គ្លេសយើងអាចប្រើបានច្រើនដែរពាក្យខ្ចប់ហ្នឹងយើងអាចប្រើជាមួយពាក្យ to go មានន័យថាទៅsome foreigner they don't know how to say in Khmer they say go home អូខេអានេះយើងយល់បាទទៅផ្ទះមួយទៀតគេហៅ take away បាទយកទៅឆ្ងាយហ្នឹងហើយក៏ពាក្យខ្ចប់ដែរបាទអញ្ចឹងយើងប្រើបានច្រើនអញ្ចឹងនៅក្នុងប្រយោគនេះខ្ញុំប្រើពាក្យ to go ណាមានន័យថាខ្ចប់មានន័យថាយកកាហ្វេខ្មៅឲ្យទៅអញ្ចឹងខ្ញុំយកកាហ្វេខ្មៅមួយខ្ចប់ I take a black coffee to go ណា I take a black coffee to go បាទនេះស្រួលទេយើងចង់បាន Wi-Fi យើងសួរគេទៅមាន Wi-Fi ឬក៏អត់ហ្នឹងយើងថា Do you have Wi-Fi បាទ Wi-Fi ហ្នឹងប្រើ Wi-Fi ដូចគ្នាអ្នកមាន Wi-Fi ទេ Do you have Wi-Fi បាទមួយទៀតបើយើងចង់ខ្ចប់ម្ហូបឧទាហរណ៍ថាម្ហូបយើងញ៉ាំហើយនឹងយើងសល់យើងចង់ខ្ចប់យកទៅយើងអាចប្រើបានដូចគ្នាប្រយោគខ្មែរគេថាខ្ញុំអាចខ្ចប់ម្ហូបនេះបានទេបាទខ្ញុំអាចខ្ចប់ម្ហូបនេះបានទេអញ្ចឹងភាសាអង់គ្លេសយើងប្រើពាក្យ to go ដូចគ្នាបាទយើងថា Can I get this food to go Can I get this food to go បាទ get ហ្នឹងដូចថាពាក្យយកពាក្យអីដែរដូចពាក្យ take អញ្ចឹងយើងបើយើងបកតាមខ្មែរយើងថាខ្ញុំអាចយកម្ហូបនេះទៅបានទេណាខ្ញុំអាចយកម្ហូបនេះទៅបានទេអញ្ចឹងsentence វិញខ្ញុំអាចខ្ចប់ម្ហូបនេះបានទេហ្នឹងហើយអញ្ចឹងបើចង់ខ្ចប់ចង់អីយើងប្រើប្រយោគហ្នឹងណាបាទមួយទៀតចង់សុំទឹកបាទចង់បាននេះបាននោះហ្នឹងខាងអង់គ្លេសគេចូលចិត្តប្រើ or can I have I would like ប៉ុន្តែខ្មែរយើងបាទយើងដឹងហើយយើងប្រើពាក្យសុំពាក្យយកអីហ្នឹងបាទអញ្ចឹងបើយើងចង់សុំអីមួយខ្ញុំសុំទឹកមួយកែវបានទេខ្ញុំសុំទឹកកកមួយកែវបានទេអញ្ចឹងភាសាអង់គ្លេសយើងអាចប្រើ can I have ខ្ញុំអាចមានអញ្ចឹងណាបាទខ្ញុំអាចមាននេះចឹងណា Can I have a glass of water Can I have a glass of water បាទអញ្ចឹង glass of water ទៅយើងហៅថាទឹកមួយកែវ
ភាសាអង់គ្លេសយើងក៏ខុសគ្នា water 1 glass បាទខ្មែរ water 1 glass ទីខ្មែរ glass of water បាទ glass ហ្នឹងគឺកែវហើយ water ហ្នឹងគឺទឹក glass of water ទឹកមួយកែវណាដំសេកែវទឹកណាបាទអូខេ again can I have a glass of water ខ្ញុំសុំទឹកមួយកែវបានទេបាទអានេះយើងកំងអីផ្សេងដូចថាអ្នកមានតែក្តៅទេបាទអ្នកមានតែក្តៅទេ Do you have hot tea Do you have hot tea បាទ hot ហ្នឹងគឺក្តៅ tea ហ្នឹងគឺតែអញ្ចឹងភាសាអង់គ្លេសគេប្រើ hot tea តែក្តៅយើងប្រើ tea hot បាទហើយដល់ប្រយោគនេះយើងបដូរទៅជាសុំទឹកតែទឹកកកវិញ Do you have iced tea Do you have iced tea អ្នកមានតែទឹកកកទេបាទទឹកកកហ្នឹងគឺ ice បាទប្រយោគមួយទៀតឧទាហរណ៍ថាយើងកំងហើយវាខុសអញ្ចឹងយើងចង់បដូរឬក៏ cancel ការកំងរបស់យើងណាបាទអញ្ចឹងក្នុងនេះយើងចង់បដូរបាទពាក្យបដូរហ្នឹងគឺ change បដូរលុយបដូរនេះបដូរនោះហ្នឹងបាទយើងប្រើពាក្យ change ហើយពាក្យថាកំងភាសាកំងយើងអង់គ្លេសយើងថា order បាទ order កំងអញ្ចឹងពេលដែលយើងចង់បដូរការកំងយើងថា can I change my order Can I change my order ខ្ញុំអាចបដូរការកំងរបស់ខ្ញុំបានទេបាទអានេះវគ្គចុងក្រោយគឺពេលយើងចង់គិតលុយបាទទាំងអស់គ្នាខ្ញុំគិតថាដឹងហើយបាទពេលយើងសុំគិតលុយអង់គ្លេសគេអាចប្រើបានច្រើន Can I have the bill please អូខេអញ្ចឹងខ្មែរយើងហៅសុំគិតលុយហ្នឹងបាទអញ្ចឹងអង់គ្លេសយើងប្រើតែខ្លីៗដូចគេទៅហៅ bill please បាទពាក្យថា bill ហ្នឹងមិនសុំគិតលុយទេណាពាក្យថា bill ហ្នឹងគឺដូចជាវិក័យប័ត្រអីចឹងគេថាសុំវិក័យប័ត្រចឹងដើម្បីគិតលុយបាទអញ្ចឹងយើងប្រើអញ្ចឹងទៅស្រួលសុំគិតលុយកុំប្រើដូចពាក្យគេចូលចិត្តនិយាយលេង please think money ណាអត់ទេបាទគេហៅ bill please បាទអ្នកខ្លះក៏ហៅ please check the bill អញ្ចឹងទៅបាទហើយមួយទៀតហ្នឹងបាទភាគច្រើនបរទេសគាត់អាចមានកាត credit កាតអីគាត់ហ្នឹងណាបាទអញ្ចឹងបើយើងអត់មានលុយទេយើងសួរគេថាអ្នកទទួលកាតទេបាទប្រហែលគីឡូកន្លែងខ្លះគេអត់មានអាម៉ាស៊ីនកោសកាតអីហ្នឹងបាទយើងសួរឲ្យអញ្ចឹងយើងថាអ្នកទទួលកាតទេអង់គ្លេសយើងនិយាយថា Do you accept card Do you accept card បាទ card ហ្នឹងគឺកាតបាទស្តៀងគ្នា card ហ្នឹងគឺកាតហើយពាក្យទទួលហ្នឹងគឺពាក្យ accept យើងអាចប្រើជាមួយពាក្យ receive ក៏បានដែរភាសាអង់គ្លេសបាទ accept receive ទទួលអ្នកទទួលការទេបាទខ្ញុំអត់មាន cash ទេអ្នកទទួលការទេបាទអូខេអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្នេះហើយសង្ឃឹមថាប្រយោគនៅក្នុងមេរៀននេះវាមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាហាត់រៀននិយាយភាសាអង់គ្លេសពេលទៅញ៉ាំកាហ្វេញ៉ាំអីចឹងណាបាទអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តជាមួយវីដេអូនេះបាទអញ្ចឹងថ្ងៃនេះយើងជួបគ្នាប៉ុណ្្នឹងចុះហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយៗទៀត